សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ channel Making ថ្ងៃនេះខ្ញុំប្រាប់អ្នកគ្នាអំពីវិធីកុំឲ្យ crash ចេញពី game ចឹងគេថាហ្នឹងអ្នកគ្នាគឺមកចូលឡើងchơiហ្នឹងចឹងគេថាអ្នកខ្លះគាត់នៅតែលេងឲ្យ crash ចេញហ្នឹងណាចឹងថ្ងៃនេះខ្ញុំប្រាប់អ្នកគ្នាចឹងជាដំបូងអ្នកគ្នាត្រូវមាននោះអ្នកគ្នាត្រូវធ្វើ live setting នេះឲ្យវាល្អសិនចឹងអ្នកគ្នាជីកកន្លែងហ្នឹងមកហើយជីកកន្លែង video render ហើយអ្នកគ្នាធ្វើការជ្រើសរើសមក render នេះគឺអ្នកគ្នាដាក់ holy ហើយកន្លែងនេះគឺមិនបើកទេហើយកន្លែង resolution នេះ scaler នេះអ្នកគ្នាបើកត្រឹមនេះមក50មកបាទហើយនេះអា3នេះមិនបើកទេគ្នាយើងបាទបើកតែនេះមួយអានេះហើយបន្តមកទៀតគឺកន្លែង control នេះកន្លែង control នេះគឺអត់មានអីត្រូវបើកទេតែអ្នកគ្នាចង់សេរី control អ្នកគ្នាអាចធ្វើការសេរីបានដើម្បីជំនួយការលេងអ្នកគ្នាឥឡូវយើងមានប្រាប់ទេកន្លែងហ្នឹងចឹងឥឡូវយើងទៅមើល Java Twitch ចឹងអ្នកគ្នាបាទកន្លែងនេះគឺសំខាន់ណាស់ចឹងអ្នកគ្នាជីក run time manager ហើយអ្នកគ្នាធ្វើការជ្រើសរើស version ចឹងវាមាន version នេះបានណាហ្នឹងហើយអ្នកគ្នាជ្រើសរើសបានតែបើសម្រាប់ខ្ញុំលេងលម៉ូចូលហ្នឹងគឺខ្ញុំអត់ចាំបាច់រើសទេចឹងខ្ញុំមកយកលើគីមកអស់នេះដែលមានលេខបញ្ជាក់ទេបើអ្នកគ្នាជ្រើសរើសអាមានលេខនេះមានអ្នកគ្នាលេង version 1.21 ត្រូវតែលេង 1.21 តែម្ដងតែបើខ្ញុំគឺ 1.21 ក៏លេងបាន version ណាក៏លេងបានទេគ្រប់ version អស់ចាំបាច់ស្រែហ្នឹងញ៉ៃទេចឹងម្នាក់ណាដែលគាត់ចូលទៅក្រាស់ចឹងអ្នកអ្នកធ្វើការដាក់21នេះដើម្បីលេង version 1.21 ឬក៏ដាក់17នេះដើម្បីលេង version 1.17 ទៅក្រោមដល់ 1.14 អញ្ចឹងទៅនិយាយទៅវាមិនមែនតែ version តែប៉ុណ្ណោះវាអាចលេងដល់ក្រោមហ្នឹងហើយមានន័យថាវាឡើងលើចុះក្រោមយ៉ាហើយបន្តមកទៀតគឺកន្លែងនេះបាទចឹងកន្លែងនេះអ្នកអ្នកដាក់ copy តាមខ្ញុំមកហ្នឹងគឺខ្ញុំនឹងតម្លាក់វានៅក្នុង description អ្នកអ្នក copy យកទៅផាសបានហើយនេះអ្នកអ្នកគឺវាអត់មានអីញ៉ៃទេគឺវាច្រើនណាស់អ្នកអ្នកតែបើអ្នកអ្នកចម្លងតាមខ្ញុំក៏ចម្លងនេះសរសេរយកតែគាត់ថាវាយូរអញ្ចឹងណាហ្នឹងហើយតើអ្នកអ្នកប្រើទូរស័ព្ទពីរដើម្បីមើលមួយហើយនឹងសរសេរមួយបានចាំហ្នឹងហើយអ្នកអ្នកអញ្ចឹងគឺយើងដាក់តែប៉ុណ្្នឹងហើយបន្តមកទៀតកន្លែង memory នេះអ្នកអ្នកដាក់តាមអ្វីដែល Minecraft កំណត់ឲ្យមកបាច់សេរីញ៉ៃទេកុំសេរីហ្នឹងហើយដាក់តាមអ្វីដែលគេកំណត់ឲ្យបើអ្នកនេះសេរីគឺវាអាចនឹង crash game អីដោយសារតែ GPU អ្នកនេះដើរលឿនវាក្តៅខ្លាំងណាស់ចឹងទៅវាគឺធ្វើឲ្យ crash ហើយចឹងអ្នកនេះដាក់តាមអ្វីដែលគេកំណត់ឲ្យយើងទៅហ្នឹងហើយយើងបាច់សេរីញ៉ៃទេកន្លែង បែកហើយតើចុចកន្លែងនេះមកបែកវិញមកហើយអ្នកនេះធ្វើការចុចកន្លែងនេះម្ដងហ្នឹងហើយអ្នកនេះធ្វើការជ្រើសរើសមកចឹងកន្លែង fast game start up នេះអ្នកនេះបើកវាមកហើយ verify game file នេះអ្នកគ្នាបើកវាដែរមកបើកពីហ្នឹងមកហើយកន្លែង game download នេះអ្នកគ្នាបាច់ចុចញ៉ៃដាក់ default ហើយកន្លែង verify game នេះអ្នកគ្នាបាទគឺបើកវាមកហើយស្រាប់កន្លែង system នេះអ្នកគ្នាចង់បើកបានបិទក៏បានដែរហ្នឹងហើយបន្តមកទៀតគឺ yes អ្នកគ្នាកន្លែងម្ដងចឹងកន្លែងនេះអ្នកគ្នាចង់បើកបានបិទក៏បានដែរហ្នឹងហើយអ្នកគ្នាអញ្ចឹងគេថាការសេរីអាហ្នឹងគឺត្រូវតែចេះអាហ្នឹងមួយទៀតដើម្បីអាចលេងកើតអញ្ចឹងវាអត់ប៉ុណ្្នឹងទេបាយ